សួស្តីថ្ងៃនេះនាងខ្ញុំមកបេះផ្លែច័ន្ទតែច័ន្ទនេះនៅខ្ចីឡើយទេពុកម៉ែបងប្អូនហើយថ្ងៃនេះគឺមកបេះផ្លែច័ន្ទដើម្បីយកទៅហូបជាមួយនឹងទឹកប្រហុកមានស្វាយអីជាដើមនិយាយទៅផ្លែច័ន្ទណាពុកម៉ែបងប្អូនបើបានបេះបុកជាមួយនឹងផ្លែដង្កៀបក្តាមគឺមានរសជាតិឆ្ងាញ់ណាស់តែថ្ងៃនេះនាងខ្ញុំអត់បេះយកទៅបុកជាមួយដង្កៀបក្តាមទេគឺនាងខ្ញុំយកទៅញ៉ាំជាមួយនឹងទឹកប្រហុកនិយាយទៅផ្លែច័ន្ទណាពុកម៉ែបងប្អូនអ្នកមានបញ្ហាជំងឺឈឺក្រពះអីគឺបរិភោគត្រូវមែនតែម្ដងដោយសារតែច័ន្ទហ្នឹងវាមានរសជាតិជាប់ហើយច័ន្ទនៅខាងក្រោយនេះខ្ញុំនេះគឺដើមធំមែនតែហើយនៅខ្ញុំបេះបានប្រហែលផ្លែមែនទេហើយយើងបុកច័ន្ទយើងអាចបុកមានបន្ទួតមានផ្លែម្នាស់មានស្បបន្លែផ្សេងគឺថាដាក់មកគឺមានរសជាតិឆ្ងាញ់តែម្ដងហើយផ្លែអត់ទុំមួយប្រហែលអូដល់ពពួកអើយប្រភេទច័ន្ទប៉ែនវាចាប់ដើមទុំជ្រុះបដាហើយសពថ្ងៃប្រហែលបងប្អូនដើមច័ន្ទណាគឺកាប់ចោលចង់អស់ហើយដោយសារតែដើមវាធំចក្រឹងក្រែងមកលុបឈឹងទៅឆេងហើយណាមួយផ្លែរបស់វាយើងលក់មកលើទីផ្សារអត់មានតម្លៃទេពេលខ្លះយកទៅលក់ពេញដាច់ផងផ្លែគឺច្រើនមែនតែម្ដងហើយថ្ងៃនេះខ្ញុំយកទៅហូបជាមួយនឹងទឹកប្រហុកតែថ្ងៃនេះខ្ញុំអត់មានផ្លែម្នាស់ដាក់ជាមួយទេគឺមានតែក្រាបច័ន្ទនឹងឯងមើលពុកម៉ែបងប្អូនណាធ្លាប់ហូបបុកច័ន្ទខមមិននៅខាងក្រៅវីដេអូនេះម្នាក់មួយផងនេះខ្ញុំចង់ឃើញមុខថាតើមានមនុស្សប៉ុន្មានអ្នកដែលធ្លាប់ហូបក្តាប់ច័ន្ទបើចំពោះក្តាប់ច័ន្ទណាពុកម៉ែបងប្អូនបើច័ន្ទនៅខ្ចីល្មមក្របវាខាងក្នុងឆ្ងាញ់ណាក្របវាដូចជាពពួកក្របថ្នោតដែរតែគ្រាន់តែថាវាតូចល្អិតមិនខំដូចក្របថ្នោតទេតែច័ន្ទសាច់របស់វាមានជាតិជាប់ពុកម៉ែបងប្អូនវាអត់ដូចជាថ្នោតណាប៉ុន្តែក្របខ្ចីយើងអាចបរិភោគបានហើយផ្លែច័ន្ទនៅខ្ចីក៏យើងអាចយកទៅជ្រលក់ប្រហុកញ៉ាំបានដែរឆ្ងាញ់ដូចគ្នាហើយនៅពេលដែលវាទុំមានក្លិនក្រអូបពោលឡើងលឿងអាហ្នឹងយើងយកទៅធ្វើជាខ្ទិះចាំងបងប្អូនធ្លាប់ដែរហូបខ្ទិះចាំងយាយរបស់នាងខ្ញុំគាត់ធ្លាប់ធ្វើឲ្យហូបគឺឆ្ងាញ់ណាស់ប៉ុន្តែនៅពេលដែលខ្ញុំដឹងក្តីឡើងគឺនាងខ្ញុំអត់ដែរបានហូបទេបើធ្លាប់នៅក្មេងធ្លាប់បានហូបញឹកញាប់ដោយសារតែចំនួនហ្នឹងគឺនៅផ្ទះរបស់នាងខ្ញុំសម្បូរដោយច័ន្ទនៅខាងមុខនេះគឺមានម្ដើមនៅខាងមុខផ្ទះមានម្ដើមទៀតនៅខាងក្រោយផ្ទះគឺមានម្ដើមធំតែម្ដងដល់ខែនេះឡើងគឺចាប់ដើមផ្លែពេញដើមតែម្ដងខ្លះក៏ទុំបដាហើយដែរហើយនឹងមុខផ្ទះរបស់នាងខ្ញុំតក៏មានផ្លែច័ន្ទដែរតែសពថ្ងៃពុកម៉ែបងប្អូនកាត់ចោលអស់ហើយដោយសារតែដើមច័ន្ទអស់នេះដើមវាធំធ្វើឲ្យរលុបដាំដំណាំទៅគឺអត់ផ្លែបានល្អទេហើយថ្ងៃនេះមកចង់បង្អួតពីផ្លែច័ន្ទនេះឯង